វិទ្យាល័យវិទ្យាសាស្ត្រព្រៃឈើហ្នឹងមានទិសដៅបានន័យថាជំរុញឲ្យនិស្សិតហ្នឹងបានចេះដឹងពីវិស័យព្រៃឈើហើយជាពិសេសគឺតម្រូវការថ្មីៗក្នុងការអភិវឌ្ឍធនធានព្រៃឈើហើយបច្ចុប្បន្នហ្នឹងគឺចង់និយាយថានិស្សិតយើងហ្នឹងគឺបានតម្រូវឲ្យធ្វើកិច្ចការមួយចំនួនពាក់ព័ន្ធទៅនឹងការងារសង្គមក្នុងវិស័យព្រៃឈើហ្នឹងហើយបច្ចុប្បន្នយើងឃើញថានិស្សិតរបស់យើងបានបញ្ចប់ទៅ18ចំនួនហើយថ្មីហ្នឹងខ្ញុំធ្វើការសិក្សាស្រាវជ្រាវពីមុខរបរនិងការងាររបស់និស្សិតហើយនឹងខិតខំទំនាក់ទំនងហ្នឹងយើងឃើញថា6ចំនួនចុងក្រោយនេះឃើញថាការងាររបស់និស្សិតហ្នឹងមានការប្រែប្រួលខ្លះនេះទៅតាមទីផ្សារអញ្ចឹងហើយបានយើងខិតខំធ្វើយ៉ាងណារៀបចំអភិវឌ្ឍកម្មវិធីសិក្សាហ្នឹងអាស្រ័យទៅនឹងទីផ្សារថ្មីហើយយើងសង្កេតឃើញថាចំនួនមួយនោះគឺទី15គឺនិស្សិតភាគច្រើនគឺធ្វើការនៅផ្នែកខាង Acivida ហើយ